ហ៊ុនសែនអើយឯងនៅតប៉ែដល់ណាទៀតបើប្តឹងគេប្តឹងទៅតែក្បាលឯងមិនហ៊ានប្តឹងគេទេព្រោះឯងវាឆ្កែរបស់យួនរបស់ចិនហើយនៅពេលដែលគេរំលោភបំពានយកដីបាន30-40ទីតាំងនេះដើម្បីការពារអំណាចពួកឯងហ្នឹងបើឯងគ្រាន់បើមន្ត្រីនៅក្នុងជួរកងទ័ពជាតិហ្នឹងអាសាផ្កាយអីហ្នឹងរុញមកមុខមកទល់ដែនមុខមកអាហ៊ុនសែនអើយឯងនៅតប៉ែដល់ណាទៀតបើប្តឹងគេប្តឹងទៅតែក្បាលឯងមិនហ៊ានប្តឹងគេទេព្រោះឯងវាឆ្កែរបស់យួនរបស់ចិនហើយនៅពេលដែលគេរំលោភបំពានយកដីបាន30-40ទីតាំងនេះតើឯងដោះស្រាយឲ្យពួកគាត់យ៉ាងម៉េចហើយឃើញទេតាមតំបន់ព្រំដែនគេកាយបន្លាយគឺដាក់បន្លាលួសឬក៏កុងតឺន័រគេកាយផ្ទះប្រជាពលរដ្ឋពួកគាត់អត់មានទីលំនៅជ្រកទេពួកគាត់ភៀសសឹកមកហើយតើឯងមានក្បាលឯងហ្នឹងតាំងអាឡើងតាមញីខនដែលមើលឃើញគាត់ទេដល់ថ្នាក់គេបាត់សមាជិកក្រុមគ្រួសារគេអញមិនទាំងគេឲ្យឃើញពួកឯងជួយបាន$5,000 $10,000ផងរដ្ឋាភិបាលឯងនេះមានអីរដ្ឋាភិបាលបោករុញឲ្យទៅហ៊ានទៅស្លាប់ហ្នឹងដើម្បីការពារអំណាចពួកឯងហ្នឹងបើឯងគ្រាន់បើមន្ត្រីនៅក្នុងជួរកងទ័ពជាតិហ្នឹងអាសាផ្កាយអីហ្នឹងរុញមកមុខមកទល់ដែនមុខមកនាយករដ្ឋមន្ត្រីដោយអាហ៊ុនម៉ាណែតទេគ្មានសមត្ថភាពទេសូម្បីតាសាំងឡើងថ្លៃទប់ស្កាត់មិនបានផងបរាជ័យអាហ៊ុនម៉ាណែតអាក្មេងតំណើងអីហ្នឹងឯងដោះស្រាយមានអីចេញហើយទៅដឹកនាំប្រទេសជាតិមិនចេញបើសូម្បីតាកំពេចកំប៉ុកឯងដោះស្រាយអត់ចេញហ្នឹងហើយអាតំណែងនាយករដ្ឋមន្ត្រីហ្នឹងនិយាយពីស្រឡាញ់ម្ល៉េះអាពីរអ្នកឪកូនឯងហ្នឹងដូចថាមកប្រទេសហ្នឹងដូចតែមានសមត្ថភាពតែឯងពីរអ្នកឪកូនហ្នឹងឯងតំណែងនាយករដ្ឋមន្ត្រីគេអត់ធ្វើដូចពួកឯងទេគេធ្វើមិនកើតគេចោះចេញទី1ទី2គេឡើងមកគេបំរើប្រជាពលរដ្ឋបើឡើងមកអត់មានសមត្ថភាពដោយពួកឯងពីរអ្នកឪកូនហ្នឹងគេចោះចេញហើយអត់មានសមត្ថភាពទេអាពីរអ្នកឪកូនហ្នឹងហើយមានខ្មាស់នេះដែរThank you.